បងនឹងទៅយកបងធំត្រឡប់មកវិញទោះបីជាត្រូវបដូរដោយជីវិតក៏ដោយមុននឹងចេញដំណើរសវណ្ណសាគរបានប្រគល់ចិញ្ចៀនទិព្វមួយវង់ទៅឲ្យប្អូនស្រីដើម្បីជាតំណាងជីវិតរបស់ខ្លួនបើចិញ្ចៀននេះប្រែពណ៌ជាឈាមមានន័យថាបងបានទៅតាមបងធំហើយខ្ញុំនឹងចាំមើលវាជានិច្ចបងដំណើររបស់សវណ្ណសាគរកាន់តែលំបាកព្រោះព្រៃមរណៈពោពេញទៅដោយអន្ទាក់និងភាពងងឹតពេលទៅដល់ភ្នំមរណៈទ្រង់រន្ធត់ចិត្តជាខ្លាំងនៅពេលដែលឃើញរូបសំណាកថ្មរបស់បងប្រុសបង្កើតខ្លួនបងធំបងកំភៃអូននឹងជួយបងឲ្យទាល់តែបានដោយកំហឹងព្រះរាជកុមារបានវាយប្រហារទៅលើស្រមោលអាក្រក់ប៉ុន្តែសម្លេងបន្លាចនិងសម្លេងយំសុំជំនួយរបស់បងប្រុសបានបន្លឺឡើងជួយបងផងសាគរជួយបងផងដោយក្តីអាណិតបងទ្រង់ក៏ងាកក្រោយហើយបណ្ដាសាភ្នំក៏បានបំផ្លាញរាងកាយទ្រង់ទៅជាថ្មមួយរំពេចឯផ្ទះកណ្ដាលព្រៃចិញ្ចៀនទិព្វបានប្រែពណ៌ក្រហមឆ្អៅនិងប្រេះបែកនាងពៅដឹងភ្លាមថានាងបានបាត់បង់បងប្រុសទាំងពីរហើយទេអត់ទេបងធំបងកណ្ដាលទោះជាសោកសៅយ៉ាងណានាងពៅមិនព្រមចោះចាញ់ឡើយនាងកាត់ចិត្តស្លៀកពាក់ក្រវ៉ាត់ខ្លួនយ៉ាងរឹងមាំដើម្បីចេញទៅតាមរកបងខ្ញុំជាអ្នកបង្កើតកំហុសខ្ញុំត្រូវតែកែប្រែវាវិញដំណើររបស់ក្មេងស្រីទុនខ្សោយម្នាក់ក្នុងព្រៃជ្រៅគឺពោពេញដោយសេចក្តីលំបាកនិងទុក្ខវេទនាបំផុតពេលចិត្តអស់សង្ឃឹមលោកតាអេសីដែលមានឫទ្ធិបារមីក៏បានយាងមកជួយសង្គ្រោះនាងក្រោកឡើងចៅស្រីដ៏ក្លាហានតាដឹងពីបំណងរបស់ចៅហើយលោកតាអេសីបានប្រាប់ពីអាតកំបាំងភ្នំមរណៈនិងបានប្រទានដុំសម្លេងទិព្វសម្រាប់ញាត់ត្រចៀកបងរបស់ចៅខ្លាចជាថ្មព្រោះតែស្ដាប់សម្លេងបិសាចហើយងាកក្រោយយកសម្លេងនេះញាត់ត្រចៀកហើយទោះមានរឿងអ្វីកើតឡើងហាមងាកក្រោយឲ្យសោះនាងពៅបានយកដុំសម្លេងទិព្វមកញាត់ត្រចៀកតាមពាក្យលោកតាអេសីដើម្បីកុំឲ្យឮសម្លេងបិសាចដែលនឹងនាំឲ្យនាងងាកក្រោយទៅចុះចៅស្រីចូលចាំថាហាមងាកក្រោយដាច់ខាតនាងចាប់ផ្ដើមឡើងភ្នំយ៉ាងក្លាហានទោះបីជាបិសាចទាំងឡាយព្យាយាមស្រែកបន្លាចយ៉ាងណាក៏នាងមិនឮអ្វីទាំងអស់នាងដើរកាត់រូបសំណាកបងប្រុសច្បងបេះដូងនាងស្ទើរតែប្រេះបែកតែនាងនឹកដល់ពាក្យលោកតាអេសីហើយបន្តដើរទៅមុខដោយមិនងាកក្រោយបងធំចាំអូនណាអូនចិត្តទៅដល់ហើយបិសាចបានកាឡាខ្លួនជាមេដារបស់នាងដើម្បីហៅនាងឲ្យងាកមកជួយប៉ុន្តែនាងពៅនៅតែរក្សាចិត្តរឹងមាំទីបំផុតនាងបានមកដល់កំពូលភ្នំដែលជាកន្លែងរក្សាវត្ថុទិព្វខ្ញុំមកដល់ហើយនៅទីនោះនាងបានជួបសក្តិសារិកាកែវមាសដែលជាអ្នកយាមកាមវត្ថុទិព្វទាំងឡាយក្មេងស្រីដ៏ក្លាហានអើយហេតុអ្វីបានជាឯងហ៊ានមកដល់ទីនេះនាងពៅបានរៀបរាប់ពីរឿងរ៉ាវរបស់បងនាងធ្វើឲ្យសត្វសារិកាកែវមាសរំភើបចិត្តជាខ្លាំងសូមលោកជួយខ្ញុំផងខ្ញុំចង់យកបងប្រុសខ្ញុំត្រឡប់ទៅវិញសារិកាកែវមាសក៏បានប្រគល់ផ្ការាំដ៏វិសេសដល់នាងរួចមកនាងក៏ទទួលបានទឹករាំដែលអាចប្រោះមនុស្សឲ្យរស់ឡើងវិញបានចូលយកទឹកនេះទៅស្រោចលើរូបសំណាកបងឯងចុះ